từ phơi cái bạ thì môi phổ thì pí rồi ta dương chấm in thì thlia mình một tô mình cong môi tao về khi tôi được bạ rồi pí từ phơi rồi khi ông chỉ bật chọn cứ chỉ bật dương được o na sắp bài chết na còn mình tha chăm tha mình thì hơi ban chỉ con sưu bài chết chỉ một tô sưu tết mình của ban lên tam nó hư hiện tập đam miên tây còn mình tập prey đây na o na còn nóซึ่งlàไปถึงตุ่มบันเลยខ្ញុំសូមអរគុណចំពោះអេឧត្តមប្រាក់សុភ័ណ្ឌដែលបានជួយធ្វើជាផ្លូវឲ្យប្រជាជនយើងប្រជាពលរដ្ឋយើងខ្ញុំផ្ទាល់ក៏បានសប្បាយចិត្តណាស់ខ្ញុំជាប្រជាពលរដ្ឋគឺអលេខ1ហើយស្មើនឹងជីវិតម៉ែឪឪពុកខ្ញុំបដ ாய் ក៏ធ្វើផ្លូវរួចគឺខ្ញុំសប្បាយចិត្តរីករាយណាស់សប្បាយចិត្តរឹបអ្វីព្រឹបទឹមព្រំបានឡើយព្រោះអ្វីគឺមានតែផ្លូវទេតែមានដូចតែដូចយើងឡើងឋានសួគ៌អខ្លាំងពេកពីមុនចាប់ផ្លូវវាផុកវាពិបាកវិញចេះណាទៅមកពិបាកជិះទៅរំពីផ្ទះមកដល់ថ្នល់ចេះក៏យូរវាធ្វើផ្លូវរួចផ្លូវនេះស្រួលហើយដើរទៅស្រួលកូនក្មេងទៅរៀនស្រួលអត់ពិបាកដូចលើកមុនទេតាំងពីធ្វើផ្លូវនេះរួចទៅជាពលរដ្ឋដាក់លូធ្វើផ្លូវរៀងខ្លួនហើយបានដើរស្រួលអុយជាងពីមុនតាមការអុយស្អាតទៅផ្ទះខ្ញុំក៏ដាក់ផ្ទះខ្ញុំផ្ទះគេក៏ដាក់ផ្ទះគេអញ្ចេះតាណាដីណាដែលគ្នាអត់ទាន់បាននៅក៏អត់ទាន់បានដាក់អញ្ចេះសប្បាយចិត្តណាស់លោកគ្រូស្បាយចិត្តបានផ្លូវដើរតាំងពីធ្វើផ្លូវរួចមកមានភ្លើងសេឡាច្រើនទៅជាជួនដើរហើយយប់ឡើងអត់ខ្លាចចោលខ្លាចស្ទាវខ្លាចអុយចាស់ដើរហាត់ប្រាណច្រើនដល់យប់ម៉ោង7ម៉ោង8សូឡានេះអត់បានប្រជាពលរដ្ឋរីលុយទេគេដាក់ឲ្យស្រេចគេធ្វើផ្លូវរួចគេដាក់ឲ្យស្រេចអរគុណឯកឧត្តមប្រាក់សុភ័ណ្ឌច្រើនដែលបានយកចិត្តទុកដាក់ក្នុងប្រជាពលរដ្ឋក្នុងជារាជច្រើនអរគុណធំយើងបានចូលរួមចាប់ក្នុងការដេញថ្លៃហើយនឹងសាងសង់រួចប្រជាពលរដ្ឋនៅក្នុងភូមិថ្នាចែកទាំងមូលបានអបអរសាទរព្រោះផ្លូវនេះដែលមានប្រវែង830ម៉ែត្រលូ4កន្លែងហើយនឹងដាក់សូឡា25ផ្ទាំងសូឡាដើម្បីឲ្យប្រជាពលរដ្ឋបំភ្លឺផ្លូវរយៈចម្ងាយ830ម៉ែត្រនេះលោកមុនដែលយើងមិនទាន់បានរៀបចំវាស់ដីប្លង់នេះផ្លូវនេះនៅសល់តែប្រហែលជា4ម៉ែត្រ3ម៉ែត្រទេក្រោយពីយើងធ្វើប្លង់ដីរួចបាញ់ទៅជាក្បាលដីរួចប្រជាពលរដ្ឋក៏បានទុកដីចំណីថ្នល់ប្រវែងទៅទឹង8ម៉ែត្រសម្រាប់ឲ្យប្រជាពលរដ្ឋមានផ្លូវនេះសម្រាប់ចេញចូលទៅមុខទៅវិញដូច្នេះខ្ញុំអបអរសាទរដែរដោយសារយើងបានធ្វើផ្លូវនេះហើយប្រជាពលរដ្ឋយើងបានចូលរួមដែលបិទគម្រោងយើងបានចូលរួមផ្សព្វផ្សាយឲ្យគាត់ជួយថែរក្សាហើយនឹងប្រើប្រាស់ផ្លូវនេះឲ្យបានយូរវែងព្រោះលុយនេះជាលុយរបស់ប្រជាពលរដ្ឋយើងអស់គ្នាទេផ្លូវនេះដែលបានយើងសាងសង់រួចប្រវែង830ម៉ែត្រនេះខ្ញុំសូមដល់អរគុណដល់ឯកឧត្តមប្រាក់សុភ័ណ្ឌអភិបាលខេត្តសៀមរាបដែលបានគិតគូរដល់ប្រជាពលរដ្ឋនៅក្នុងភូមិគិនខេត្តរបស់យើងខ្ញុំណា